คริสเตียนในยัยแบบนี้ปีการประกอบอาชีพบาตอดในกัมพูชีឧបត្ថម្ភដោយមីហែល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្តខ្សែប្រយុទ្ធប្រខណ្ឌដែលឆ្លៃរៀងគ្រីស្ទៀនបានរស់នៅប្រទេសកម្ពុជាសម្រាប់ការប្រកបអាជីពបាតតរយៈពេលជាង3ឆ្នាំមកហើយដែលរហូតមកដល់ពេលនេះលោកគេកំពុងតែរីករាយមែនទែនគ្រីស្ទៀនបានរៀបរាប់ថាខ្ញុំពិតជារីករាយណាស់ក្នុងការស្នាក់នៅទីនេះពីព្រោះកាលពីឆ្នាំដំបូងខ្ញុំអត់បានចេញទៅណាទេគឺនៅតែផ្ទះនិងទៅលេងបាល់តែប៉ុណ្ណោះប្រហែលជា8ខែខ្ញុំនៅតែទៅលេងតែបាល់និងត្រឡប់មកផ្ទះវិញពីព្រោះពេលនោះខ្ញុំអត់ចេះភាសាអង់គ្លេសខ្ញុំមិនដឹងថាតើទៅទំនាក់ទំនងជាមួយអ្នកដទៃដូចម្ដេចបច្ចុប្បន្ននេះខ្ញុំក៏អាចទៅណាក៏បានខ្ញុំចេញក្រៅជាមួយមិត្តភ័ក្តិពួកគេទូរស័ព្ទមកខ្ញុំហើយណាត់ជួបគ្នានៅកន្លែងណាមួយដែលខ្ញុំអាចទៅបានដូចជាភោជនីយដ្ឋានខ្ញុំឧស្សាហ៍នាំតាកាទៅជាមួយដើម្បីញ៉ាំអាហារប្រេស៊ីលញ៉ាំ BBQ ឥឡូវនេះខ្ញុំអាចទៅកន្លែងណាក៏បានហើយរីករាយជាមួយនឹងមិត្តរួមក្រុមជាមួយមិត្តភ័ក្តិខ្ញុំអាចធ្វើអ្វីក៏បានហើយអាចទៅណាម្នាក់ឯងក៏បានតែខ្ញុំមិនធ្លាប់ទៅណាម្នាក់ឯងទេកីឡាករបានបន្តថាភាគច្រើនដែលខ្ញុំចេញទៅក្រៅគឺដើម្បីញ៉ាំ BBQ ជាមួយមិត្តភ័ក្តិពីព្រោះមិត្តភ័ក្តិជាប្រេស៊ីលចូលចិត្តដូចគ្នាខ្ញុំចូលចិត្តបាយឆាលុកឡាក់សាច់គោគឺលុកឡាក់សាច់គោជាអាហាររបស់ខ្មែរដែលខ្ញុំចូលចិត្តជួនកាលខ្ញុំញ៉ាំស៊ុបនិងមីស៊ុបឆ្ងាញ់ខ្ញុំចូលចិត្តញ៉ាំ